ជប់សិននោះជាត្រីរបស់ខ្ញុំអ្នកអញហៅវាទៅមើលថាតើវាឆ្លើយទេមកហើយមិនអាចទេតើអញអាចចាប់វាបានយ៉ាងម៉េចវាប្រែប្រួលហើយមានរបស់ពិតមែនបងធំរ៉ាដារបស់បងប្រហែលជាត្រូវអាចឆ្កែទី2លួចបន្លំហើយពិតមាត់ប្រកាសជីជាប់នឹងថ្មហើយបើកភ្នែកមើលឲ្យច្បាស់ទៅស្ដេចនាគឲ្យមហូបមកហើយឯងលេងល្បិចត្រីនេះមកពីវាភ័យខ្លាចឯងពេកទើបសន្លប់ឲ្យឯងចាប់បានមិនគិតទេខ្ញុំលេងល្បិចមែនទេចុះហេតុអ្វីបានជាវាមិនទៅតាមអ្នកឯងឬមួយក៏វាធន់នឹងស្បែកជើងស្អុយរបស់អ្នកឯងដែរអោព្រះឲ្យត្រីនេះធំល្អណាស់យ៉ាងហោចណាស់ក៏ជិត2គីឡូដែរបងធំរ៉ាដារបស់បងពិតជាសុក្រិតមែនគ្រាន់តែសញ្ញាត្រូវអាចឆ្កែទី2ស្ទាក់ចាប់បានលីអាចឆ្កែទី2ឯងកុំអួតពេកបើពូកែទៅកំពុងផែលើទៅមនុស្សដូចឯងបើលោកតាស្វ័យព្រមទិញក៏មានសំណាងដែរអីចឹងបើកភ្នែកមើលឲ្យច្បាស់ទៅចាំមើលខ្ញុំយកវាទៅដូរយកសាច់ឲ្យប្អូនស្រីខ្ញុំញ៉ាំអាចឆ្កែទី2ឯងនេះគឺអូអាចឆ្កែទី2ត្រីនេះមិនកាត់ទេមើលទៅធំតែសាច់មិនឆ្ងាញ់ទេ30យន្តមិនអាចលើសបានទេ30យន្តលោកតាស្វ័យភ្នែករបស់លោកតាដូចជាចិញ្ចៀងរបស់លោកតាអីចឹងគឺមិនសុក្រិតទេចង់លក់ក៏លក់មិនលក់ក៏ហីទៅកំពុងផែនេះមានតែខ្ញុំម្នាក់គត់ដែលទិញសាក់ទៅសួរកន្លែងផ្សេងទៅឬទេអាចឆ្កែទី2លោកម្ចាស់ស្វ័យគឺជាអ្នកជំនាញឆាប់យកលុយហើយចេញទៅកុំមករំខានគេរកស៊ីមើលចុះតាឡងនេះលេងល្បិចទៀតហើយបើឡំភ្នែកបាត់យ៉ាងហោចណាស់កន្លះគីឡូលើកមុនត្រីរបស់វ៉ាងតានីក៏ត្រូវគេបោកបែបនេះដែរលោកតាស្វ័យរកស៊ីត្រូវមានសិលធម៌តារបស់នៅក្រោមជញ្ជីងនេះជាមរតកគ្រួសារមែនទេកុំនិយាយផ្ដេសផ្ដាសអញកុំនិយាយចំសៀតខ្ញុំមិនដឹងថាវាជាអ្វីទេអូព្រះអើយវាជាមេដៃតើភុស្តាំងនៅនឹងមុខលោកតាស្វ័យរបស់ដែលជ្រុះចេញពីជញ្ជីងលោកតាវាមានទម្ងន់ធ្ងន់ជាងត្រីទៅទៀតលោកតាស្វ័យមិនប្លែកទេដែលត្រីខ្ញុំមកដល់ដៃលោកតានៅសល់តែ1គីឡូ2ខាំនោះសងលុយវិញមកគ្មានរឿងបែបនឹងទេជញ្ជីងនេះវាចាស់ហើយវាស្រូបជាប់ដីដោយខ្លួនឯងនឹងជញ្ជីងនេះចេះស្រូបដោយខ្លួនឯងផងខ្ញុំថាមិនមែនវាចាស់ទេគឺវាចិត្តខ្មៅដូចលោកតានៅនិយាយជាមួយគាត់ធ្វើអីទៀតទៅថ្ងៃមុខកុំឲ្យមានអ្នកណាលក់ត្រីឲ្យគាត់មែនហើយទៅបងប្អូនទាំងអស់គ្នាខ្ញុំខុសហើយសូមមេត្តាលើកលែងទោសឲ្យខ្ញុំផងខ្ញុំមានគ្រួសារត្រូវចិញ្ចឹមអំបញ្ញមិញលោកតាថាតម្លៃ30យន្តមែនទេគឺខ្ញុំភ្នែកខ្វាក់មើលមិនស្គាល់មនុស្សពូកែ120មិនមែនទេគឺ150យន្តប្អូនប្រុសអាចឆ្កែទី2ត្រីនេះខ្ញុំទិញក្នុងតម្លៃ150យន្តចាត់ទុកថាជាការសុំទោសដល់ប្អូនចុះ150យន្តលោកតាស្វ័យលោកតាចង់ប្លន់គេមែនទេឬមួយក៏លោកតាត្រូវគេប្លន់អាដានីកុំមាត់ប្អូនប្រុសអាចឆ្កែទី2ត្រីនេះគឺជាកាដូពីស្តេចណាកវាពិតជាមានតម្លៃណាស់រឿងថ្ងៃនេះលោកតាគិតយ៉ាងម៉េចចង់ចាំទុកទៅជញ្ជីងអាចជួសជុលបានតែបើចិត្តមនុស្សវិវេហើយគឺមិនអាចកែប្រែបានឡើយបងធំឧបករណ៍រាវរកដែលបងមោទនភាពនោះសំបីតែស្បែកជើងអាចឆ្កែទី2ក៏ប្រៀបមិនបានផងថៅកែឈប់កាត់ទៅសាច់មួយដុំនោះខ្ញុំយកទាំងអស់អូប្អូនប្រុសមានលុយច្រើនម៉េះទិញច្រើនបែបនេះតើផ្ទះមានកម្មវិធីមែនទេគឺមានរឿងសប្បាយជាងនេះទៀតយកទៅឲ្យប្អូនស្រីខ្ញុំញ៉ាំឲ្យនាងញ៉ាំសាច់ឲ្យឆ្អែតរហូតដល់ភើតែម្ដងអូព្រះអើយអាចឆ្កែទី2ឯងលក់ត្រីឲ្យលោកតាស្វ័យបានថ្លៃដូចមាសអីចឹងមីសគ្មានន័យអ្វីទេថ្ងៃនេះត្រូវតែធ្វើឲ្យឆ្នាំងបាយផ្ទះខ្ញុំហូរដោយខ្លាញ់សាច់ឲ្យបានអាឆ្មាលោកភ្លួនអំបញ្ញមិញទើបតែដួសចេញពីឆ្នាំងប្រយ័ត្ននៅលាកមាត់ខ្ញុំមិនខ្លាចចរិតទេខ្លាចតែមួយសន្ទុះទៀតអស់ពីចានពុកម៉ែញ៉ាំដែរទៅថ្ងៃនេះញ៉ាំឲ្យអស់ពីចិត្តទៅពុកមិនសូវចូលចិត្តញ៉ាំសាច់ទេវាខ្លាញ់ពេកខ្លាចប៉ះពាល់ដល់ការមើលផ្កាយដើម្បីរកត្រីបានហើយពុកកាលពីម្សិលមិញមើលផ្កាយចុះឡើងបានមកវិញតែស្បែកជើងដាច់មួយចំហៀងសោះញ៉ាំទៅពុកស្បែកជើងដាច់មិនឈ្ងុយដូចសាច់ទេណាញ៉ាំទៅពុកញ៉ាំឲ្យច្រើនទៅលុយ